ផ្ដើមបង្កើត YouTube Channel ទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាមានការគិតជាច្រើនថាអូខ្ញុំចង់បង្កើត YouTube Channel នេះគឺជាពេលដែលបងប្អូនទាំងអស់គ្នាជាមួយខ្ញុំចាប់ផ្ដើមធ្វើ Channel YouTube ទាំងអស់គ្នានិយាយទៅសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចង់ចាប់ផ្ដើមធ្វើ Channel YouTube ហ្នឹងតាំងពីខ្ញុំនៅបាងកកអាចនិយាយបានថាតាំងពីឆ្នាំ2016បងប្អូនទាំងអស់គ្នាដោយសារតែពេលហ្នឹងខ្ញុំទៅនៅក្រៅដំបូងចឹងទៅខ្ញុំផ្ទាល់ក៏មានអារម្មណ៍ថាចង់ចាប់ផ្ដើមអីថ្មីៗប៉ុន្តែដោយសារតែអាការរារែកចិត្តយើងដោយសារតែកត្តាមួយចំនួនដែលយើងគិតថាតើមិត្តភក្តិរបស់យើងគាត់គិតបែបណាមកលើយើងដល់ពេលឥឡូវ10ឆ្នាំក្រោយបានមានអារម្មណ៍ថាអញ្ចេះបើចាប់ផ្ដើមតាំងពីពេលហ្នឹងម្ល៉េះហើយនៅពេលនេះបានបន្សល់នៅ memory ជាច្រើននៅក្នុងការធំធាត់របស់យើងការរីកចម្រើនរបស់យើងហើយអ្វីខ្លះដែលយើងបានជួបប្រទះនៅក្នុងពេលហ្នឹងអញ្ចឹងណាដល់ពេលឆ្នាំ2026នេះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំចង់បង្កើត YouTube និយាយត្រង់ទៅគឺមានអារម្មណ៍ថាចង់បង្កើតយូរហើយប៉ុន្តែតែងតែមានកត្តាជាច្រើនមករារាំងដោយសារតែទីមួយខ្ញុំគិតថាខ្ញុំគិតថានិយាយទៅគឺនៅពេលនេះគឺខ្ជិលធ្វើអីច្រើនណាស់គឺចាប់ផ្ដើមបង្កើត YouTube តែម្ដងដែលភាគច្រើន YouTube របស់ខ្ញុំនឹងផ្ដោតទៅលើ area សំខាន់ៗដែលមានដូចជាទី1គឺlifestyle នៅក្នុងប្រទេសកម្ពុជាទី2 real estate ទី3 traveling blog ទី4គឺ foodie and ទី5គឺខ្ញុំចែករំលែកអំពីទូទៅដែលខ្ញុំចង់ចែករំលែកហើយខ្ញុំនឹងចែករំលែកហ្នឹងហើយបើសិនជាបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់សួរអីអាច comment មកខ្ញុំបានសម្រាប់ខ្ញុំផ្ទាល់មួយទៀតខ្ញុំគិតថានេះក៏ជាមេរៀនមួយដែរដែលខ្ញុំផ្ទាល់ទទួលបានថាអញ្ចឹងបើសិនជាខ្ញុំចង់បង្កើតអីមួយយើងសួរខ្លួនយើងថាតើរបស់នោះមានសារៈសំខាន់សម្រាប់យើងអត់បើសិនជារបស់នោះមានសារៈសំខាន់សម្រាប់យើងហើយយើងគួរតែធ្វើវាទៅ just do it and then 5យ៉ាងដែលខ្ញុំគិតថាខ្ញុំនឹងមកបង្កើត YouTube ហ្នឹងទី1គឺ memory ខ្ញុំគិតថាអាចនិយាយបានថា memory នៅពេលដែលយើងមានរូបថតមានអីវាល្អមែនទែនដោយសារតែបងប្អូនទាំងអស់គ្នាមានដឹងអត់3ឆ្នាំចុងក្រោយគឺខ្ញុំបាន film វីដេអូមួយចំនួននៅក្នុង TikTok របស់ខ្ញុំចឹងខ្ញុំគិតថានៅពេលដែលខ្ញុំអផ្សោកខ្ញុំអាចទៅមើលបានដោយសារតែ I am a big fan love for the photo ហើយទី2ខ្ញុំគិតថាវាជួយក្នុងការទី1ចង់និយាយថាជួយឲ្យគេស្គាល់យើងច្រើនដែរដោយសារតែសម័យនេះpersonal branding ពិតជាសំខាន់ចំណែកឯទី3ខ្ញុំគិតថាខ្ញុំផ្ទាល់ចូលចិត្តcommunication ចូលចិត្ត improve ខ្លួនឯងចូលចិត្តអីហើយមួយទៀតចង់ផ្សារភ្ជាប់ទៅជាមួយបងប្អូនទាំងអស់គ្នាមិនថានៅក្នុង YouTube មិនថានៅក្នុង TikTok ទេគឺខ្ញុំចង់ឲ្យខ្លួនឯងទៅប្រស្រ័យតាក់ទងទៅស្គាល់មនុស្សឲ្យបានច្រើនចំណែកឯទី3វិញគឺឲ្យខ្លួនឯងសកម្មជាងមុនឲ្យខ្លួនឯងធ្វើអ្វីដែលខ្លួនឯងចង់ធ្វើតែម្ដងដោយសារតែដូចខ្ញុំនិយាយតាមពីដើមវីដេអូហ្នឹងអញ្ចឹងគឺខ្ញុំចង់បង្កើត YouTube Channel ប៉ុន្តែខ្ញុំអត់មានពេលបង្កើតទេអញ្ចឹងនេះគឺជាពេលវេលាដែលខ្ញុំចង់ធ្វើហើយទី4ខ្ញុំអាចនិយាយបានថាអញ្ចឹងខ្ញុំឃើញអ្នកខ្លះគាត់រកលុយបាននៅក្នុង YouTube ឬក៏ TikTok អីអញ្ចឹងខ្ញុំគាត់ថានេះក៏ជា reason មួយសម្រាប់ខ្ញុំដែរប៉ុន្តែក្រៅពីនឹងទៀតគឺខ្ញុំចង់ផ្ដោតទៅលើចំណុច3សំខាន់ឯចំណុចឯទី5វិញខ្ញុំគិតថាបើសិនជាបងប្អូននៅក្នុង generation 10ឆ្នាំទៅមុខទៀតប្រហែលជាគាត់ struggle ប្រហែលជាគាត់ចង់ start YouTube ប៉ុន្តែគាត់អត់ទាន់ហ៊ានគាត់អាចមើលវីដេអូនេះបានដោយសារតែប្រហែលជា10ឆ្នាំទៅមុខទៀតខ្ញុំក៏មានរៀង follower ច្រើនអីអញ្ចឹងណាចឹងខ្ញុំគិតថាក៏ជាអាចផ្ដល់ positive impact to បងប្អូនទាំងអស់គ្នាដូចគ្នាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូបែប starting new thing ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាអាចចូលមកមើលវីដេអូនេះគឺជាស័ក្តិសិទ្ធិភាពទាំងអស់គ្នាដែលខ្ញុំចាប់ផ្ដើមវីដេអូនៅក្នុង YouTube ចង់និយាយថាអញ្ចឹងខ្ញុំ commitment នៅខ្លួនឯងថាយ៉ាងតិចណាស់ខ្ញុំធ្វើ4វីដេអូនៅក្នុងមួយខែជាប្រភេទ long video around at least 5 minutes 5នាទីទៅអញ្ចឹងណាបងប្អូនទាំងអស់គ្នាប៉ុន្តែអត់ដឹងថាយើងធ្វើបានឬក៏យ៉ាងម៉េចទេដោយសារតែខ្ញុំផ្ទាល់អត់ដែល edit វីដេអូច្រើនរហូតដល់5នាទីឬក៏10នាទីទេដោយសារតែទី1ហ្នឹងអត់ចេះកាត់តអីច្រើនដូចគេទេប៉ុន្តែ commitment ថាដូចបាននិយាយអញ្ចឹងគឺ improve ខ្លួនឯងឲ្យកាន់តែល្អជាងមុនឲ្យខ្លួនឯងចេះជាងមុនអីអញ្ចឹងណាបងប្អូនទាំងអស់គ្នានេះគឺជាអ្វីដែលខ្ញុំចង់ធ្វើហើយខ្ញុំគិតថា this video help you and ដូចបាននិយាយអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានកម្រោងចង់ start YouTube តោះឥឡូវមកចាប់ផ្ដើម YouTube ជាមួយគ្នាហើយក៏អាចក្លាយជា buddy ចែករំលែកគ្នាអំពីថាតើនៅក្នុងដំណើរការនៃយើងបង្កើត YouTube ដំបូងហ្នឹងយើងជួបនឹងអីគេខ្លះដែលយើងគិតថាពិបាក
ជួបបង្កើត YouTube ដំបូងហ្នឹងមួយឆ្នាំដំបូងហ្នឹងគឺវាអត់ងាយស្រួលទេប៉ុន្តែយើងទាំងអស់គ្នាដើរទៅមុខបានទាំងអស់គ្នាយើងទាំងអស់គ្នារៀនសូត្របានអីថ្មីៗនេះគឺជាអ្វីដែលខ្ញុំគិតថាវីដេអូរបស់ខ្ញុំនេះគឺអាចជួយគ្នាទៅវិញទៅមកអញ្ចឹងណាអូខេបងប្អូនទាំងអស់គ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតនិយាយទៅគឺ hope you like and subscribe my channel bye bye